nèប្រាប់ខ្ញុំឲ្យត្រង់នាងចង់និយាយពីអីវិតគួរតែអាម៉េចឯវិតជាអនាគតប្រពន្ធវិតណាវិតនៅអឡោះឡៃវិតអត់ណាទៀតធ្វើតាមគេកុំឲ្យខាតខំមកពីខ្ញុំនាងរៀបចំបានចាខ្ញុំហៅអាចេមកយកមិនសុំណាវិតថាចឹងដាក់ជីសជីបងសុំទោសនេះបងអត់ចាំថាបងធ្វើអីនេះបងចាំអត់បានសោះវិតឯងដឹងហ៎វិតឯងមិញនឹងដូចដំរីចុះប្រេងចឹងខ្ញុំអត់ចាំទេនេះខ្ញុំអត់ដឹងថាខ្ញុំបានធ្វើអីខ្លះមិនក៏នាងស្អាតមែនហ៎មិនក៏ខ្ញុំនឹកតែនាងចឹងមិនម្នាក់នេះចេញក៏ចាន់ពេលឃើញអ្នកដតីស្និទ្ធស្នាលជាមួយស្រីណែបងប្រាប់អាវិតវាជាសុភាពបរោះខ្លែងខ្លាយទេតែការពិតវាខូចជាងបងទៀតអត់ឯងនៅវាទៀតអត់ឯងដឹងទេទ្របលេងម៉ាលីនៅស្ងៀមវិតឯងដឹងហ៎វិតឯងមិញដូចដំរីចុះប្រេងចឹងតើរឿងនៅក្នុងយប់នោះខ្ញុំត្រូវផ្លេចចោលមែនអត់បើខ្ញុំយករឿងនេះប្រាប់ម៉ែច្បាស់ណាស់ថាម៉ែនឹងយកលេសរឿងនេះដើម្បីប្តឹងវិតយកលុយតែបើខ្ញុំយករឿងនេះទៅប្តឹងប៉ូលីសវិតមានរឿងកាន់តែធំតើខ្ញុំត្រូវបំភ្លេចរឿងនេះចោលមែនអត់ចុះបើខ្ញុំកាត់អីខ្ញុំត្រូវបកស្រាយប្រាប់គ្រប់គ្នាថាមកជើចុះបើជិះមានផ្ទៃពោះវិតកិនមិនវិតយប់មិញខ្ញុំធ្វើអីជីមែនអត់មិនខ្ញុំចាត់បានសោះចឹងវិតពូយប់មិញវិតឯងធ្វើអីជីមែនបានទេមកយំមកម៉ែពូឲ្យខ្ញុំសុំទោសខ្ញុំអត់ដឹងថាខ្ញុំធ្វើអីខ្លះឥឡូវជីពុំចាក់សនៅក្នុងបន្ទប់កូនស្រីពូមានតែមួយបើក្មួយឲ្យធ្វើឲ្យខុសលើនាងមួយឯងត្រូវតែទទួលខុសត្រូវបើមិនចឹងពូមានតែធ្វើតាមច្បាប់កូនជីប៉ាកូនប៉ាមកប៉ាអញមិនផឹងគួរធ្វើទេខ្ញុំមិនចេញទេបើកទ្វារប៉ាកូនខ្ញុំមិនចេញទេប៉ាខ្ញុំខ្មាស់គេជីចៃមកកូនមកនិយាយគ្នាខ្ញុំគោះទ្វារមកព្រឹកឯពូតែនាងអត់ព្រមបើកទេ
តែអត់អីពូខ្ញុំអ្នកទទួលខុសត្រូវទាំងអស់បើអញ្ចឹងទៅរៀបការបានឆាប់ព្រោះកូនពូជាកូនស្រីអាឡូងឆាយផែនការយើងបានសម្រេចហើយអញ្ចឹងបងឯងធ្វើតាមគម្រោងបងឯងណាថ្ងៃក៏ប៉ុនមិនមីជីអាជីកូនពូវាត្រឹមត្រូវណាស់វាមិនដែលឲ្យប្រុសណាទៅប៉ះពាល់ខ្លួនប្រាណវាបានទេទើបតែក្មួយឯងគេធ្វើទៅមើលចឹងដាក់កូនស្រីពូចុះឲ្យខ្ញុំធ្វើមិនពូខ្ញុំព្រមទទួលខុសត្រូវថានេះពូណាបើគេអ្នកដតីក្មួយឯងទៅប៉ះពាល់កូនស្រីគេចឹងគេប្តឹងគុកប៉ាកុំប្តឹងវិតអីណាព្រោះតែកូនទាំងពីរស្រឡាញ់គ្នាប៉ាមិនប្តឹងទេព្រោះអីវិតគឺប្រុសទទួលខុសត្រូវហើយចឹងបានសមជាកូនប្រុសជីបងព្រមតាមពូជីចង់រៀបការពេលណាបងឆាយគាត់ថាតាគាត់ចេះមើលពលាឥឡូវគាត់ពងនាំមកបងស្គាល់ឆាយយូរអីបងអត់ដែលដឹងចុះមិនជីតែស្គាល់សោះមិនដឹងច្បាស់ម៉េចអូគាត់តែប្រាប់មកសិនមិញអេជាចូលប៉ះនោះគ្នាធ្លាក់មកវិញឯគិតមកអានេះក៏ដឹងផ្ទះគេសោះឲ្យមិនសួរឆាយមើលអាហ្នឹងក្រឹងឯតានោះក៏បើកទ្វារមកដល់ជុំអាចារ្យហត់នេះខ្មោចមែនតាអានេះស្គាល់អាចារ្យជើបឯងឃើញឯងឯងនៅផ្ទះចាបាល់បងជាហើយមិនធ្វើអាចារ្យហៅបញ្ចោកលុយអត់ចេះយកលុយទៅចូលអូមកអីបាច់ទៅមើលវេលាណាទេអាចារ្យ10មើលខុសគ្នាទាំង10ហ្នឹងតាខ្ញុំនេះក៏មើលខ្លាំងដែរតាជួយមើលវេលាកូនខ្ញុំទាំងពីរនេះមើលបើវេលាល្អឯណាដែរតែមើលវេលាគេទៅមើលបុកខ្ញុំទៅពីរអ្នកនេះសមគ្នាខ្លាំងការឯណាក៏បានដែរអរគុណអូមខ្លាំងអត់ដែរខ្ញុំជូនធីប100អូតែប៉ុណ្ណេះបានដូរទូរស័ព្ទថ្មីហើយបើអញ្ចឹងពូគាត់ថា3ខែទៀតការមកដល់ប៉ាចឹងជួបពីទឹកទៀតអូនពីទឹកលឿនណាយ៉ាងហោចណាស់ក៏1ខែដែរអត់ទេវីត1ខែយូរណាពីទឹកទៀតណាបើអញ្ចឹងសម្រេចថាពីទឹកទៀតការណាអបអសាទរសម្លាញ់ជូនពរមានកូនឆាប់តតាជើងផាទៅមុនសិនណាព្រោះពីទៅទៀតកាយប៉ាទៅរៀបចំហើយបើចឹងអូនទៅជូនតាណាប៉ាបន្តិចណាប្តីអូចូលមកដល់ឯងមកផ្លេត$100តែប៉ុណ្ណេះបានលុយដូរទូរស័ព្ទថ្មីហើយអើអោមិនអោឲ្យបាក់គៀបបាត់ហើយទៅសួរពេទ្យមួយបាក់គៀបមួយយកបានមកគៀបមួយខំពី20លានទេអូដល់មកអាចថាបានលុយ100ដូរទូរស័ព្ទថ្មីមួយទៅម៉ែវាដួលបាក់គៀបអស់20លានតែតាតោ
កូនអត់កូនឯណាប៉ានឹងបានចៅពឆាប់គាត់ឯងប្រាប់ប៉ាតាមត្រង់មើលគាត់ឯងមានផ្ទៃពោះមែន ចាមានមួយខែប៉ាអរគុណសំទោសប៉ា មានមកណាអាចឆាយក៏វិន បងឆាយក ូនឯកូនចូលទៅលាក់ចិត្តលាក់ដឹង ចា កូនឯកូន ហើយចែកហ៎ចែកមក ជួយចៃបិចបើចៃអស់លុយណាបានឯងមីងឈប់លេងល្បីវាគ្មានកំណើទេបើថាអស់លុយសម្រាប់ទៅមីងផ្សាយលុបពោតធម្មតាទៅ ណែមីក្លនលុយអញឯងឥឡូវហើយចែកមកមកដៃ 2000 រៀលចែកមក អេធ្លាប់តែលេងម្ដាយ100ឡាលោលេងម្ដាយ 2000 រៀលបាច់ ចុះបើអញអស់លុយហើយមានលុយណាលេងទៀតចុះមក អាមិនទេមីងនេះបើអស់លុយឈប់លេង ឥឡូវសួរថាចែកហ៎ចែកមក អូយរត់ប្រាយប្រា ពួកហែមានរត់ណាឆាប់លេងវាវិញព្រា មិនក៏ជីបខំវិទ្យាការលឿនម៉េះពីអាទិត្យរៀបចំមិនតាន់ ម្លេរឿងការប្រយុទ្ធមិញខ្ញុំមិនដឹងថាវាកើតឡើងដល់របៀបម៉េចអីនេះ បន្ទាប់មកវិទ្យក៏និយាយសុំទោសម៉ែណត់បើអញ្ចឹងវាស្ទាយដដែលហើយវិទ្យ ម្លេខ្ញុំនិយាយពិតមែនណា ចុះវិទ្យឯងខំបកស្រាយធ្វើអីគ្រាន់តែណាគាត់ប្រែប្រពន្ធដដែលតែអី តែខ្ញុំវាចម្លែកជាដែរចឹងពីមុនមកហើយ ហើយខ្ញុំធ្វើមិនដឹងប្រហែលគេប្រច័នខ្ញុំនឹងវិទ្យឯងហី ចឹងថាបានហើយនាងទៅរើខោអាវហើយចេញពីផ្ទះហ្នឹងនាងស្មានថាខ្ញុំចង់នៅមែនហើយចុះនៅរងងាប់អីមិនកំព្រមទៅបើទៅបានខ្ញុំទៅហើយនាងមិនប្រំទេអាម៉េចមិនទៅមិនកើតដោយសារតែអត់ទាន់ដល់ពេលជី វេនហើយຕົកនឹងនឹងធ្វើអី ម្លេទៅធ្វើការរបស់នាងជីឡើងនេះមក ចាំមើលយើងធ្វើនាងបែកអត់អាឡូម៉ែ ហើយចុះហើយទៅមកអីហ៎អញសួរតែមកធ្វើអី ខ្ញុំតែទៅម្ដងណាក៏ម៉ែមិនដែលស្ដាប់ហេតុផលខ្ញុំដែរ អើអញស្ដាប់អញ្ចឹងបានហើយ អូនអត់ព្រមទេវិទ្យធ្វើដេញនាងនឹងចេញ ជីមកជី មើលទៅនៅបានមួយថ្ងៃទៀតទេម៉ាលីមិនក៏វិទ្យដេញនាងនឹងបានឬក៏មានអីពាក់ព័ន្ធនឹងនាងឯង ម្ដាយនាងផ្ដាំផ្ញើថាជុបីជំរឿរឿងអីក៏ដោយកុំដេញនាងចេញ វិទ្យចិត្តល្អដល់ថ្នាក់ហ្នឹងតែត្រូវដេញនាងចេញ ជី ត្រូវតែដេញវាចេញ អូខេ ម៉ាលីកុំតម៉ែជពាក់លុយគេកុំអីមិនទ្រាំនៅវេទនាអញ្ចឹងទេមកចៃ គេអត់ព្រមទេគេចង់ឲ្យម្លីទៅ ឲ្យខ្ញុំទៅហើយលុយ 5000 ដែលម៉ែខ្ញុំខ្ចីវិទ្យហ្នឹងចាំខ្ញុំទៅរកមកសងវិទ្យវិញ លុយនឹងមិនសងខ្ញុំទេហើយម្លីចេញពីនឹងទៅធ្វើការមួយជេមព្រោះជេមចង់បានម្លីយូរហើយ ចុះវិទ្យអត់ឆ្ងល់ខ្លះ ឆ្ងល់អី គ្រប់យ៉ាងវាដូចជាការរៀបចំអញ្ចឹងវិទ្យមើលទៅដូចជាឆ្លាតដែរតែដូចតាមគេមិនទាន់សោះ បានន័យថាម៉េច
វិដមានឆ្ងល់អីមិនតិចទេវិដនេះគេបវល់បានអញ្ចឹងធ្វើតាមគេគ្រប់រឿងដូចមុននឹងអញ្ចឹងសុកមានអាចារ្យមកភ្លាមដូចគេក្រុងទុកវិដអញអត់មានអារម្មណ៍ថាដូចគេលេងបលុកបឡងឯងដូចគេលេងចាប់ក្មេងរៀបការអញ្ចឹងណា ម៉ាលីតែបើខ្ញុំអត់ការគេប្តឹងខ្ញុំយប់មិញខ្ញុំដឹងថាខ្ញុំធ្វើអីខ្លះទេហើយណាមួយអាជីក៏ជាសង្សារខ្ញុំដែរ អូខេអញ្ចឹងវិដធ្វើតាមគេអញ្ចឹងតែខ្ញុំចង់ប្រាប់វិដថាវិដគួរតែឆ្លាតជាងបន្តិច ណែប្រាប់ខ្ញុំអត់ត្រង់នាងចង់និយាយពីអី វិដគួរតែអាម៉េចឯវិដជាអនាគតប្រពន្ធវិដណាវិដនៅអឡោះឡៃវិដដល់ណាទៀតធ្វើតាមគេកុំឲ្យខាតខំមកពីខ្ញុំ នាងរៀបចំបានចុចខ្ញុំហៅអាចេមកយកអីគេហ្នឹង ទុកញ៉ាំមកគេលោកឃ្លានពេលយប់ ឆ្ងាញ់អន ឆ្ងាញ់បើមិនឆ្ងាញ់អត់យកឲ្យញ៉ាំទេ ជើងមន់ជ្រក់លាក់គីរសជាតិហឹរកម្រិតមួយ ញ៉ាំមកឆ្ងាញ់ណាស់ ជើងមន់ជ្រក់លាក់គីរសជាតិហឹរកម្រិតមួយនេះឆ្ងាញ់ណាស់ ចំណែកជើងមាន់ជ្រក់លាក់គីរសជាតិហឹរកម្រិត3នេះក៏ឆ្ងាញ់ដែរ សំខាន់រសជាតិហឹរឆ្ងាញ់ត្រូវមាត់ហ្មងណា ជ្រក់ជើងមាន់ណាអាចេមទៅយកមកលក់ឯងតែលក់ដាច់ខ្លាំង សំខាន់រសជាតិឆ្ងាញ់ញ៉ាំជក់មាត់ហ្មងណា ជើងមាន់ជ្រក់លាក់គីណារសជាតិជូរហឹរដិតឆ្ងាញ់ញ៉ាំជក់មាន់ញ៉ាំលេងក៏បានញ៉ាំពេលមើលរឿងក៏បានឬធ្វើជាម្ហូបក្លែមកាន់តែអែមសំខាន់ណាងាយស្រួលយកតាមខ្លួនងាយស្រួលញ៉ាំហើយភ្លាមញ៉ាំភ្លាម រសជាតិហឹរកម្រិត3នេះក៏ឆ្ងាញ់ហើយរត់ទិញណាបានទៅ ណែប្រាប់ថាជើងមាន់ជ្រក់លាក់គីលក់ដាច់ខ្លាំងតាមតូបតាមផ្សារកន្លែងណាក៏មានលក់ដែរ និយាយទៅជើងមាន់ជ្រក់លាក់គេហ្នឹងរសជាតិជូរហឹរឆ្ងាញ់ហ្មង ហើយឲ្យមើលមុខខ្ញុំធ្វើអីអាវលុយគេឲ្យ100ហ្នឹងគ្រាន់ចូលពេទ្យមិញមិនគ្រាន់ផង ហើយជាប់មិនបានមែនទៅប្រាប់ពេទ្យថាឯងកវាយឯងដួលសោះនោះ ប្រពន្ធពេទ្យគេប្រាប់ខ្ញុំអញ្ចឹងថាបើអូវឯងដួលគេយកថ្លៃដល់ប្រាប់ថាត្រូវក្មេងវាយយើងបានគេអាណិត ពេលដែលចាក់គូតឯងមកជួលបាច់ឆ្នាំអត់ចង់ដកគូលចេញគេថាឯងចាស់ទំនើប មកពីអូវឯងដែរហ្នឹងឃើញពេទ្យស្តាស្អាតអួតថាឈឺទេដល់ហើយគេយកអាមកជួលបូមថ្នាំចាក់ឃើញចុកអូ អាចហើយឬឯងថាកាត់ស្នេហ៍មកឯងមកដល់ឯងលៀបតាក់ពេទ្យតិច នេះឯងបានមិត្តភក្តិល្អរក្សាភាពទំនាក់ទំនងទៀតកូនកុំមកគេខកចិត្តណាចុចខ្ញុំមានអីខ្ញុំនៅរាប់អានគ្នាធម្មតាណា អាផ្លោកចូលមួយយើងទៅមើលវេលាមិញដូចមួយអាឆាយនាំមកហ្នឹងចឹង មួយហ្នឹងឯងអូ ចូលអានេះឡើងស្រីតែមួយ ក្មេងៗឥឡូវវាពិបាកអញ្ចឹងអូណែតាស្នេហ៍យកទៅប្រើតាលេទឹកអប់ស្នេហ៍ឥឡូវគេពុំពេញយកប្រើខ្លះ តើប៉ុណ្ណេះឯងដើរទៅណាដើរក្លិនយ៉ា អាឡុងឆាយមិនអត់បឺតមកទៀតទេផែនការយើងជោគជ័យ 100% ហើយឡើងមានអ្នកមករំខានយើងហើយត្រៀមឈៀល